ថ្ងៃទី6នៃការរៀនភាសាអាល្លឺម៉ង់របស់ខ្ញុំប្រកួតប្រជែងជាមួយខ្លួនឯងរយៈពេល30ថ្ងៃដោយរៀនភាសាអាល្លឺម៉ង់មួយថ្ងៃ12ហើយថ្ងៃនេះគឺជាថ្ងៃទី6ហើយខាងនេះគឺជាភាសាអាល្លឺម៉ង់10ពាក្យហើយបកប្រែខ្មែរ10ពាក្យហើយឧទាហរណ៍ប៉ុន្តែខ្ញុំអានតែពាក្យដែលខ្ញុំរៀនក្នុងរយៈពេលមួយថ្ងៃហ្នឹងហើយ10ពាក្យហ្នឹងអញ្ចឹងថ្ងៃនេះខ្ញុំរៀនពាក្យ Das Angebot ខ្មែរប្រែថាការផ្ដល់ជូន Der Preis ប្រែថាតម្លៃ Billig Taub Teuer ថ្លៃ Bar Bezahlen ទូទាត់ជាសាច់ប្រាក់ Die Rechnung សូមគិតលុយ Umtauschen ប្ដូរ Das Geschäft ហាង Geöffnet បើក Geschlossen បិទតែម្ដងជាមួយខ្ញុំទាំងអស់គ្នាថាតើខ្ញុំរៀនតើខ្ញុំប្រកួតប្រជែងជាមួយខ្លួនឯងរយៈពេល30ថ្ងៃបានឬក៏អត់ជួបគ្នានៅវីដេអូទី7ថ្ងៃស្អែក